នេះគឺជា Pure Edge Bending Machine ដែលត្រូវបានរចនាឡើងសម្រាប់ការអ៊ុតហ្គេមបន្ទះឈើដោយស្វ័យប្រវត្តិម៉ាស៊ីននេះប្រើកែវប្រភេទ Pure ដែលផ្ដល់នូវភាពជាប់រឹងមាំស្អាតនិងមានគុណភាពខ្ពស់សម្រាប់ការផលិតគ្រឿងសង្ហារឹមទំនើបម៉ាស៊ីននេះបំពាក់ដោយប្រព័ន្ធ Pressure Beam Auto Positioning ដែលអាចលែងតម្រូវកម្ពស់ធ្នឹមសង្កត់ដោយស្វ័យប្រវត្តិទៅតាមកម្រាស់បន្ទះឈើវាជួយកាត់បន្ថយពេលវេលា set up បង្កើនភាពត្រឹមត្រូវនិងធានាស្ថិរភាពក្នុងអំឡុងពេលដំណើរការ Pressure Beam Auto Positioning គឺជាប្រព័ន្ធដែលអាចលែងតម្រូវកម្ពស់ Pressure Beam ធ្នឹមសង្កត់ដោយស្វ័យប្រវត្តិទៅតាមកម្រាស់បន្ទះឈើដែលកំពុងដំណើរការក្នុងម៉ាស៊ីន Pure Edge Bending Pressure Beam មានតួនាទីសង្កត់បន្ទះឈើពីផ្នែកខាងលើជួយឲ្យបន្ទះឈើដំណើរការត្រង់និងមានស្ថិរភាពការពារការរញ្ជួយឬផ្លាស់ទីពេលអ៊ុតហ្គេមចំពោះម៉ាស៊ីនធម្មតាដែលមិនមាន Pressure Beam Auto Positioning បើប្ដូរពី MDF 18 លីទៅ MDF 25 លី Operator ត្រូវលែងតម្រូវ pressure beam ដោយដៃចំណាយពេល set up និងងាយមានកំហុស Preheat device គឺជាប្រព័ន្ធកម្ដៅដែលប្រើខ្យល់ក្ដៅឬ infrared heater ដើម្បីកម្ដៅគែមបន្ទះឈើមុនពេលលាបកៅនិងបិទគែមពេលអាកាសធាតុត្រជាក់ឬបន្ទះឈើមានសីតុណ្ហភាពទាបកៅអាចត្រជាក់លឿនការជាប់រវាងគែមនិងបន្ទះឈើមិនសូវល្អអាចកើតចន្លោះតូចៗសរុបមកម៉ាស៊ីននេះបំពាក់ដោយប្រព័ន្ធ Preheat device ដែលធ្វើការកម្ដៅគែមបន្ទះឈើមុនពេលលាបកៅដើម្បីបង្កើនកម្លាំងជាប់និងធានាគុណភាពអ៊ុតហ្គេមឲ្យកាន់តែល្អ Remilling គឺជាប្រព័ន្ធកាត់សម្អាតគែមបន្ទះឈើមុនពេលអ៊ុតហ្គេមវាប្រើ Cutter Head 2ដើម្បីកាត់ស្ទាស់ស្ដើងចេញពីបន្ទះគែមហេតុអ្វីត្រូវមាន Remilling ក្រោយពីកាត់ដោយ Panel Saw ឬ CNC គែមអាចមិនស្មើមានស្នាមកាត់មានសំណល់ធូលីមានការបាក់តូចៗមុនពេលអ៊ុតហ្គេមប្រព័ន្ធ Remilling នឹងធ្វើការកាត់សម្អាតគែមបន្ទះឈើដើម្បីលុបស្នាមកាត់និងធានាឲ្យផ្ទៃគែមមានភាពរលោងស្មើដែលធ្វើឲ្យជាប់កៅបានកាន់តែល្អក្រោយពេលគែម PVC ឬ ABS ត្រូវបានបិទលើបន្ទះឈើវានឹងនៅសល់លើសនៅផ្នែកខាងមុខនិងខាងក្រោយ End Cutting Unit មានតួនាទីកាត់គែមលើសនៅផ្នែកខាងមុខកាត់គែមលើសនៅផ្នែកខាងក្រោយធ្វើឲ្យប្រវែងគែមស្មើនឹងបន្ទះឈើក្រោយដំណើរការកាត់ក្បាលនិងកន្ទុយគែមរួចគែម PVC នៅតែលើបន្តិចនៅផ្នែកខាងលើនិងខាងក្រោម Trimming Unit មានតួនាទីកាត់គែមលើផ្នែកខាងលើកាត់គែមលើផ្នែកខាងក្រោមធ្វើឲ្យគែមស្មើជាមួយផ្ទៃបន្ទះឈើជាធម្មតាប្រើ High Speed Cutter Motor ចំនួន2 Corner Rounding Unit គឺជាប្រព័ន្ធដែលប្រើសម្រាប់បង្គុតជ្រុងគែម PVC ឬ ABS បន្ទាប់ពីដំណើរការ Trimming រួចវាជាមុខងារដែលមាននៅលើម៉ាស៊ីន Edge Bending កម្រិតខ្ពស់ហើយជួយឲ្យគែមផលិតផលមើលទៅស្អាតនិងមានគុណភាពដូចផលិតនៅរោងចក្រធំៗម៉ាស៊ីននេះបំពាក់ដោយ Corner Rounding Unit ដែលអាចបង្គុតជ្រុងគែម PVC និង ABS ដោយស្វ័យប្រវត្តិបច្ចេកវិទ្យានេះជួយធ្វើឲ្យគែមមានការតភ្ជាប់រលូនកាត់បន្ថយស្នាមកាត់និងបង្កើនគុណភាពផលិតផលឲ្យមានលក្ខណៈ Premium Finish Scraping Flat Scraping និង Double Buffing គឺជាដំណាក់កាល finish ចុងក្រោយនៅលើម៉ាស៊ីន Edge Bendingដែលមានតួនាទីធ្វើឲ្យគែម PVC ABS ស្អាតរលោងនិងមើលទៅដូចផលិតផល Premium Scraping គឺជាប្រព័ន្ធកោសសម្អាតគែម PVC ABS បន្ទាប់ពី Trimming និង Corner Rounding ទោះបី Trimming កាត់បានស្អាតក៏ដោយក៏នៅអាចមានស្នាមកាំបិតតូចៗរលកតូចៗលើគែមស្នាមកាត់មិនស្មើ Scraping Unit ប្រើកាំបិត Scraper ពិសេសដើម្បីកោសសម្អាតស្រទាប់ស្តើងបំផុត Flat Scraping Unit ជួយសម្អាតផ្ទៃរាបរវាងគែមនិងបន្ទះឈើដោយលុបសំណល់កៅនិងកាត់បន្ថយស្នាម glue line ដើម្បីទទួលបានគុណភាព finish កាន់តែខ្ពស់នៅដំណាក់កាលចុងក្រោយ Double Buffing Unit នឹងធ្វើការពុលលើគែមដោយស្វ័យប្រវត្តិដើម្បីសម្អាតសំណល់និងធ្វើឲ្យផ្ទៃគែមមានភាពភ្លឺរលោងនិងស្រស់ស្អាត